បាទសួស្តីតើគ្នាឥឡូវយើងវិលមករឿងយើងសាជាថ្មីបន្ទាប់ពីឆ្កែបានចាញ់រួចទៅឆ្កែក៏មានការខឹងសម្បាហើយពួកវាគិតថានឹងទៅរកទ័ពជំនួយឆ្កែក៏បានខលទៅស្ដេចរបស់វានេះស្ដេចឆ្កែហ្នឹងដើម្បីរៀបរាប់ពីបរាជ័យដែលថាចង់ស៊ីសាច់នឹងសាយแล้วបរាជ័យឲ្យមេហើយឆ្កែក៏ខឹងសម្បាហើយមិនអីទេអាចនឹងត្រៀមទ័ពដើម្បីប្រយុទ្ធជាមួយអាសត្វនឹងសាយនឹងឲ្យបានហើយនេះទ័ពរបស់ឆ្កែសត្វតាមមុំខ្លាំងកាចហោបងប្អូនអើយហើយឆ្កែក៏បានត្រៀមកងទ័ពជាច្រើនដើម្បីត្រៀមប្រយុទ្ធជាមួយនឹងទ័ពទន្សាយតែទន្សាយក៏បានដឹងពីការឈ្លានពានរបស់ទន្សាយក៏បានដឹងពីផែនការរបស់សត្វឆ្កែទន្សាយក៏បានត្រៀមរថក្រោះរថពីដែកដើម្បីកម្ចាត់នៅទ័ពឆ្កែនោះឲ្យងាប់ឲ្យអស់ហើយពួកគេក៏បានធ្វើសម្ពយុទ្ធនៅក្នុងបន្ទាយហើយបន្ទាប់មកពួកគេក៏បានទៅញ៉ាំអាហារមានស្តេកមានផ្លែឈើអីចឹងណាបងប្អូនស្ដាយឆ្ងាញ់ដើម្បីត្រៀមកម្លាំងប្រយុទ្ធជាមួយនឹងទ័ពដើម្បីត្រៀមកម្លាំងប្រយុទ្ធជាមួយនឹងទ័ពឆ្កែដែលចង់ឈ្លានពានទឹកដីរបស់ពួកវាហើយឆ្កែនេះក៏ស៊ីសត្វមាន់ដុតឆ្ងាញ់បើកម្លាំងដើម្បីត្រៀមប្រយុទ្ធជាមួយនឹងទន្សាយដើម្បីថាយើងស៊ីឲ្យឆ្ងាញ់ទៅថ្ងៃ3ថ្ងៃទៀតយើងនឹងវាយគ្នាជាមួយទន្សាយហើយធ្វើម៉េចយើងយកឈ្នះឲ្យបានទ័ពឆ្កែនេះក៏បានត្រៀមថានឹងចូលទៅប្រយុទ្ធជាមួយនឹងទ័ពទន្សាយហើយនឹងសម្រាប់ទន្សាយអស់កុំឲ្យទន្សាយនឹងបានទុកស្រួលហើយឥឡូវទ័ពឆ្កែបានដើរទៅដល់ក្នុងព្រៃហើយបងប្អូនទៅដល់ក្នុងព្រៃដើម្បីត្រៀមប្រយុទ្ធជាមួយនឹងទ័ពទន្សាយចំណែកឆ្កែចោពេលដែលបានឃើញសភាពរបស់ទ័ពទន្សាយហើយក៏បបភ្នែកធំភ័យស្លន់ស្លោគិតថាចំយ៉ាក់ពួកវាលេងសត្វរត់ពីដៃរត់ក្រោះអញ្ចឹងគិតមិនទៅយើងមានត្រឹមតែអាការប៉ុណ្ណឹងហ្នឹងហើយរត់ពីដៃរត់ក្រោះរបស់ទ័ពទន្សាយពេលនេះសត្វខ្លាំងពួកឆ្កែទាំងអស់ហ្នឹងបានទៅរបួសខ្លះទៅរបួសទៀតខ្លះក៏ងាប់ទៅហើយឥឡូវនេះទ័ពឆ្កែបានបាក់ខ្ទេចខ្ទីអស់ហើយទ័ពឆ្កែមួយចំនួនទៀតក៏គិតថាมันអាចទៅទ្រាំបានក៏នាំគ្នារត់ចោលគ្នាវាអស់ទៅបងគិតថាអត់ទៅរួចទេគ្នាយើងមានដកទ័ពហើយពួកវាក៏បានរត់អស់ទៅដូច្នេះហើយក៏ពួកទ័ពរត់អស់ហើយទន្សាយនេះក៏បានជ័យជំនះបន្ទាប់ពីបានជ័យជំនះមកពួកគេក៏អបអរសាទរនៅក្នុងមតិរបស់ពួកគេហ្នឹងក៏បានជប់លៀងនិងបាញ់កំជ្រួចយ៉ាងសប្បាយរីករាយដែលបានទទួលបានជ័យជំនះពីទ័ពឆ្កែនឹងឯងហើយឆ្កែនោះវិញក៏គិតថាយើងមិនអាចយកឈ្នះទន្សាយបានទេឥឡូវយើងមានតែធ្វើសុំចុះចាញ់សុំចងជាសម្ព័ន្ធមិត្តហើយនឹងរាប់អានគ្នាជាអ្នកចិត្តខាងតរៀងទៅហើយទន្សាយនេះក៏អត់បានប្រកាន់អីដែរគិតថាឆ្កែហ្នឹងវាចិត្តល្អ